ជំរាបសួរបងប្អូនទាំងអស់គ្នាបាទចឹងថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតចង់បង្ហាញដល់អ្នកទាំងអស់គ្នាអំពីរបៀបនៃការ lock cell បាទនៅក្នុង Microsoft Excel lock cell នេះគឺយើងធ្វើដើម្បីនៅពេលដែលយើងផ្ញើ file ឬក៏សុំទៅឲ្យគេយើងអត់ចង់ឲ្យគេកែនៅព័ត៌មានឬក៏រូបមន្តដែលយើងបានចងក្រងរួចរាល់ទេណាបាទអញ្ចឹងលក្ខណៈថាយើងធ្វើឲ្យ user គាត់អ្នកប្រើគឺគ្រាន់តែបញ្ចូលទៅទិន្នន័យតាម plot ដែលយើងបានបើកឲ្យគាត់ប្រើទេណា plot ណាដែលយើង lock ដែលយើងចងរូបមន្តចងលក្ខខណ្ឌហើយគឺយើងអត់ឲ្យគាត់មានសិទ្ធិក្នុងការកែប្រែទេតោះអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅទស្សនាវីដេអូទាំងអស់គ្នាបាទជាឧទាហរណ៍ឥឡូវខ្ញុំមាន Excel to do list របស់ខ្ញុំបាទដែលខ្ញុំបានធ្វើនៅវីដេអូមុនបាទអញ្ចឹងឥឡូវនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបធ្វើការ lock cell បាទដើម្បីកុំឲ្យធ្វើការកែប្រែបានបាទសម្រាប់អ្នកដែលយក source យើងទៅប្រើបន្តទៀតបាទអញ្ចឹងចំណុចដែលខ្ញុំអត់ឲ្យកែប្រែបានគឺផ្ទៃទាំងមូលបាទដែលខ្ញុំបានចងរូបមន្តនេះហើយហ្នឹងគឺអត់ឲ្យគាត់មានសិទ្ធិលុបបានទេណាបាទអញ្ចឹងកន្លែងដែលគាត់អាចយកទៅផ្លាស់ប្ដូរបានគឺមានតែសកម្មភាពហើយនឹងលទ្ធផលទេណាដែលគាត់អាចមានសិទ្ធិក្នុងការផ្លាស់ប្ដូរបានអញ្ចឹងជាដំបូងយើងត្រូវដឹងថាតើ cell មួយណាដែលយើងចង់ឲ្យគេវាយបញ្ចូលសិនបាទអញ្ចឹងយើងធ្វើការ select cell ទាំងអស់នេះមកបាទអញ្ចឹងបន្លោះនេះគឺខ្ញុំមានសិទ្ធិឲ្យគាត់កែបានបាទអញ្ចឹងយើង select ប៉ុណ្ណឹងហើយយើង right click លើហ្នឹងយើងយកពាក្យថា cell format បាទអូខេអញ្ចឹងយើងបាន cell format ហើយបាទអញ្ចឹងកន្លែងនេះពាក្យថា protection បាទអញ្ចឹងយើងចុចមកហើយយើង uncheck ពាក្យថា lock ណា uncheck ពាក្យថា lock បានន័យថាយើង lock cell របស់យើងទាំងអស់បាទប៉ុន្តែយើងដោះកន្លែងហ្នឹងមួយកុំឲ្យវា lock ណាតោះខ្ញុំនិយាយវារៀងបច្ចេកគ្នាតិចឡើងហ្នឹងបាទអញ្ចឹងយើងធ្វើការ OK មកបាទបន្តមកទៀតយើងចូលទៅកាន់ review tab បាទអញ្ចឹងយើងឃើញពាក្យថា protect sheet បាទអូខេអញ្ចឹងយើងចុចលើនឹងមួយមកបាទអញ្ចឹងកន្លែងនេះគឺមានពីរពាក្យណាបាទដែលយើងធ្វើ lock ហ្នឹងបាទអញ្ចឹងលេខកូដខាងលើនេះគឺយើងដាក់លេខម៉ានក៏បានដែរណាជាឧទាហរណ៍ខ្ញុំដាក់1 2 3យើងទៅណាតាមយើងដាក់ហើយខាងក្រោមនេះណាបានន័យថាយើង allow all user of this worksheet to អញ្ចឹងបានន័យថាយើង select lock cell ហើយនឹង unlock ណាបាទអញ្ចឹងយើងធ្វើការ OK ទៅបាទអញ្ចឹងយើងធ្វើការវាយលេខកូដម្ដងទៀតហើយយើងធ្វើការ OK បាទអញ្ចឹងឥឡូវនេះយើងបាន lock រួចរាល់ហើយបាទអញ្ចឹងខ្ញុំមិនអាចកែបានទេកន្លែងនេះណាយើងអាចផ្សេងគឺអត់បានទេឃើញអត់បាទតែបន្លោះនេះយើងអាចកែបានខ្ញុំអាចលុបចេញបានបាទកន្លែងនេះគឺយើងអាចកែបានដែរណាដូរទៅ JA វិញគឺវាកែបានណាបាទអូខេបាទអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជួយអ្នកទាំងអស់គ្នាប្រើប្រាស់ Excel កាន់តែទូលំទូលាយហើយនឹងស៊ីជម្រៅបន្ថែមទៀតបាទអញ្ចឹងបើសិនជាពេញចិត្តវីដេអូនេះសូមជួយចុច like subscribe និងចែករំលែកទៅមិត្តភ័ក្តិអ្នកទាំងអស់គ្នាផងបាទជួបគ្នានៅវីដេអូក្រោយ